ពីព្រេងនាយនៅលើដើមជ្រៃធំមួយមាត់បឹងមានហ្វូងក្អែករួមនៅយ៉ាងសុខសាន្តមេក្អែកដែលជាមេដឹកនាំហ្វូងមានកូនប្រុសមួយឈ្មោះអាខ្មៅដែលឃើញកូនធំពេញវ័យមេក្អែកក៏បានទៅស្ដីដណ្ដឹងកូនស្រីមេក្អែកម្នាក់ទៀតនៅព្រៃត្រង់មេក្អែកខាងស្រីបានបង្គាប់ខាន់ស្លាជារបស់ប្លែកដែលធ្វើឲ្យមេក្អែកខាងប្រុសតែរប្រាខួរក្បាលយ៉ាងខ្លាំងដើម្បីឲ្យពិធីការសម្រម្យមេក្អែកបានទៅពឹងពាក់សត្វដទៃទៀតក្នុងព្រៃក្អែកបានពឹងទន្សាយឲ្យរត់ជុំវិញព្រៃដើម្បីផ្ញើសារអញ្ជើញភ្ញៀវកិត្តិយសស្វាមានតួនាទីឡើងចងផ្កាភ្ញីនិងរៀបចំកន្លែងអង្គុយនៅលើម៉ែកឈើខ្ពស់អណ្ដើកញាក់ចម្អិនអាហារក្អែកសន្យាផ្ដល់រង្វាន់បើពួកគេជួយរៀបចំម្ហូបឆ្ងាញ់ៗនៅមាត់ទឹកមេក្អែកខាងស្រីបានទាមទារត្រូវតែមានត្រីរ៉ស់ធំចំនួន9ក្បាលនិងខ្យងញៀសចងខ្សែសូត្រទើបលើកកូនស្រីឲ្យមេក្អែកខាងប្រុសភ័យណាស់ព្រោះខ្លួនគ្មានកម្លាំងទៅចាប់ត្រីរ៉ស់ធំនេះទេវាបានហោះទៅជួបបងក្រពើនៅមាត់បឹងរួចនិយាយល្បួនថាបងក្រពើអើយថ្ងៃនេះខ្ញុំការកូនមានភ្ញៀវមកច្រើនណាស់បើបងជួយដេញត្រីឲ្យឡើងមកមាត់ច្រាំងខ្ញុំនឹងប្រាប់ភ្ញៀវទាំងអស់ឲ្យសរសើរបងថាជាស្ដេចត្រីក្រពើដោយសារចង់បានកិត្តិយសក៏ហែកម្រើកទឹកបណ្ដេញត្រីរស់ឲ្យលោតឡើងលើគោកចំអន្ទាក់ដែលក្អែករៀងទុកជាស្រេចលុះដល់ថ្ងៃការភ្ញៀវហោះហើរមកពេញមេឃសត្វកុកស្លៀកពាក់សស្អាតមកធ្វើជាអ្នកកាត់នំខណៈបាសត្វថ្មាតមកធ្វើជាអ្នកភ្លេងគឺវ័យស្ករទុំម្ហូបអាហារមានច្រើនហូរហែប៉ុន្តែមានរឿងកំប្លែងមួយកើតឡើងបងស្វាចងផ្កាភ្ញីបណ្ដាលួចស៊ីផ្លែឈើបង្អែមការបណ្ដារហូតដល់ហើមពោះធ្លាក់ពីលើមែកឈើបងជ្រូកព្រីមកចូលរួមដែរតែដោយសារមៀតធំពេកឡើងលើមែកឈើមិនរួចក៏អង្គុយហូបនៅគល់ឈើម្នាក់ឯងយ៉ាងសប្បាយដល់ម៉ោងប្រគល់ខាន់ស្លាត្រីរស់ដែលក្រពើជួយដេញឲ្យនោះបែរជាត្រីសត្វស្គរលួចឆាបស៊ីអស់ពាក់កណ្ដាលមេក្អែកខាងប្រុសស្លន់ស្លោក៏ប្រាប់កូនចៅឲ្យស្រែកច្រៀងបន្លប់ក្អែកសំពះកាមេបាសំពះមេឃសំពះដីសំលេងក្អែករំពងពេញព្រៃធ្វើឲ្យមេក្អែកខាងស្រីថ្លង់ត្រចៀកភ្លេចរាប់ចំនួនត្រីហើយក៏យល់ព្រមផ្សំគុំកូនកំឡោះក្រមុំឲ្យរស់នៅជាមួយគ្នាតាំងពីពេលនោះមក